លិខិតជូនពររបស់រដ្ឋបាលខេត្តកណ្ដាលសូមគោរពជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូនពាន់មនីរតន៍ឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាលឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីជាទីគោរពដ៏ខ្ពង់ខ្ពស់ស្ថិតក្នុងអភិមង្គលដ៏វិសេសវិសាលនៃខួបចម្រើនជន្មាយុរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យដែលឈានចូលមកដល់នៅថ្ងៃពុធ9កើតខែអាសត់ឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី1ខែតុលាឆ្នាំ2025តាំងនាមក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្តកងកម្លាំងប្រដាប់អាវុធទាំង3មន្ត្រីរាជការទូទាំងខេត្តកណ្ដាលព្រមទាំងក្នុងនាមខ្លួនខ្ញុំផ្ទាល់និងភរិយាយើងខ្ញុំទាំងអស់គ្នាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងនិងសូមគោរពជូននៅសពសាធុការពរជ័យចំពោះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យយើងខ្ញុំទាំងអស់គ្នាសូមគោរពសម្ដែងនៅកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅចំពោះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យជាកុលបុត្រខ្មែរដ៏ឆ្នើមមួយរូបបានលះបង់កម្លាំងកាយចិត្តនិងបញ្ញាញាណបំពេញតួនាទីដ៏ឧត្តមឧត្តមក្នុងបុព្វហេតុកសាងជាតិមាតុភូមិពិសេសនោះគឺការងាររៀបចំគោលនយោបាយកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដោយធានាបាននៅកំណើនសេដ្ឋកិច្ចសង្គមនិងកំណើនការងារស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរឲ្យសម្បូរសប្បាយរុងរឿងស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះយើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបន់ព្រះរតនត្រ័យកែវទាំង3វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជាសូមជួយប្រសិទ្ធពរជ័យបវរសួស្តីសិរីមង្គលវិបលសុខមហាប្រសើរគ្រប់ប្រការជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យនិងលោកជំទាវព្រមទាំងបុត្រាបុត្រីជាទីស្រឡាញ់សំសំប្រកបតែនឹងព្រះពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយសូមឯកឧត្តមអគ្គបណ្ឌិតសភាចារ្យមេត្តាទទួលនៅអភិវឌ្ឍនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំទាំងអស់គ្នាថ្ងៃអង្គារ8កើតខែអាសត់ឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569ខេត្តកណ្ដាលថ្ងៃទី30ខែកញ្ញាឆ្នាំ2025អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលហត្ថលេខានឹងត្រាគួចចម្រើន